តោះយើងអានេះយើងទៅមើលកាត់ជីទាំងអស់គ្នាហ្នឹងហើយតោះយើងជាដំបូងយើងទៅប្រឆេះកយន្តសិនអត់មានអីជីទេមានជីកយន្តទៅណែឯងហ្នឹងហើយជីកយន្តទៅទាំងអស់គ្នាតោះយើងបន្ទាប់មកនេះដល់កន្លែងគេកាត់ជីហើយប៉ុន្តែគួរឲ្យស្ដាយទៅដល់គេកាត់ហើយល្មមហ្នឹងហើយអញ្ចឹងយើងអត់បានមើលអ្នកកាត់ទេទៅដល់បានមើលតែគេលាងច្រកនឹងឯងថ្ងៃនេះជាសកម្មភាពដែលគេលាងគឺគេលាងបែបហ្នឹងដើម្បីច្រកថង់ហ្នឹងហើយជីនេះជីស្អាតជីនេះស្អាតតើបងប្អូនមើលនេះដល់កជីវែងស្អាតបណ្ដោយណានឹងមើលបាច់ទូចមួយសោះ1គីឡូដែរដល់ហើយស្ងោជ្រក់តំណងដល់ហ្នឹងហើយគឺវាមានតែបែបហ្នឹងឯងអានេះសកម្មភាពដែលគេហើយគឺគេកាត់ហើយគេប្រមូលកតិចចេញវាអត់ឲ្យនៅនឹងទេខ្លាចវាលួយជីហ្នឹងហើយយើងមកអត់តាន់គេកាត់មកថ្ងៃពេកគេកាត់រួចបាត់មានតែមើលគេប្រមូលសំណក់ហ្នឹងឯងហ្នឹងហើយធ្វើម៉េចយើងក្រោកមកយឺតពេកនេះស្រីស្អាតប្រមូលកតិចហ្នឹងហើយយើងប្រមូលកតិចច្រកករងបែបហ្នឹងឯងយើងប្រមូលចោលខាងក្រៅទៅដើម្បីកុំឲ្យវានៅក្នុងនឹងច្រើនពេកអញ្ចឹងវាអាចจะលួយជីបានអញ្ចឹងវីដេអូនេះអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងហើយអានេះគេច្រកជាថង់បែបនេះហ្នឹងហើយច្រកថង់បានច្រើនអញ្ចឹងហើយក៏មានអ្នកដែលចាំមកយោយើងចាំមកយោមានឲ្យយើងលើកជីឲ្យគេទៅហ្នឹងមួយមកយោល្មមអត់មានអីថតទេមានតែមើលតិចទៀតខ្ញុំថតជីឲ្យមើលដែលមិនទាន់បានកាត់នេះគេល្អដែរហ្នឹងជីបាទវីដេអូមានតែប៉ុណ្្នឹងឯងអរគុណច្រើន